អ្នកទាំងអស់គ្នាចង់មករៀននៅប្រទេសអូស្ត្រាលីហើយទន្ទឹមនឹងនោះមានសិទ្ធិ apply យកសិទ្ធិរស់នៅដែរឬទេអញ្ចឹងបើអ្នកទាំងអស់គ្នាអត់ស្គាល់ខ្ញុំទេខ្ញុំឈ្មោះអុចមីខ្ញុំគឺជាសាហារូបករណ៍ 50% ដែលមករៀននៅប្រទេសអូស្ត្រាលីហើយរាល់ថ្ងៃនេះគឺខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុនមួយនៅប្រទេសអូស្ត្រាលីហើយថ្ងៃនេះដោយសារតែខ្ញុំទទួលបានសំណួរនេះច្រើនអញ្ចឹងខ្ញុំនឹងមកចែករំលែក20ការងារដែលអូស្ត្រាលីកំពុងតែចាំបាច់ហើយដោយសារតែគេចាំបាច់នឹងហើយទើបគេផ្ដល់សិទ្ធិក្នុងការឲ្យយើងមានសិទ្ធិរស់នៅអញ្ចឹងណាប៉ុន្តែក្នុងការទទួលបានសិទ្ធិរស់នៅហ្នឹងគឺគេត្រូវមានលក្ខខណ្ឌអីច្រើនមុខទៀតមិនមែនតែការរៀនមួយមុខទេប៉ុន្តែយើងតតរៀនអាហ្នឹងជាជំហានទី1ដែលយើងអាចឈានទៅរកអាចជំហានក្រោយផ្សេងទៀតបានអញ្ចឹងណាអញ្ចឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាពី20ការងារដែល top list ហ្នឹងវាមានលើសហ្នឹងទៀតប៉ុន្តែខ្ញុំប្រាប់តែ20ដែលគេ prioritize ឯរបៀបថាសំខាន់ក្នុងនិយាយទៅវាស្រួលរកការងារផងហើយនឹងវាស្រួលដាក់សញ្ជាតិផងការស្រួលរកការងារហ្នឹងគឺទៅលើសមត្ថភាពរបស់យើងដែរហ្នឹងហើយគ្រាន់តែថាការងារទាំងអស់នេះគឺគេខ្វះខាតអញ្ចឹងបានន័យថាយើងចេះតិចតួចក៏គេយកដែរអញ្ចឹងការងារទី1 early childhood ឬក៏ pre-primary teacher ការងារហ្នឹងគឺបរៀនកូនក្មេងទឹកតកើតរហូតដល់អាយុ5ឆ្នាំ6-7ឆ្នាំI think តែ5ឆ្នាំឯងខ្ញុំអត់សូវច្បាស់ចឹងអាចស្រាវជ្រាវបន្ថែមបានណាទី2 child care worker ទី3 registered nurse ទី4 civil engineering ទី5 mechanical engineering ទី6 electrical engineering ទី7 environmental engineering ទី8 electricians in general ទី9 plumber ទី10 construction project manager ទី11 quantity surveyor ទី12 mining engineer or resource engineer ទី13 ICT security specialist or cyber security expert ទី14 secondary school teacher ទី15 health allied professional មានដូចជា occupational therapist physiotherapist 16 plant operator mining and resource machinery operator 17 structural engineer 18 child care center manager 19 construction trade worker មានដូចជា carpenter cabinet maker ទី20 agriculture ហើយឬមួយក៏ horticultural mobile plant operator អញ្ចឹង major ទាំងអស់នេះគឺជា major ដែល in demand ដែលគេខ្វះខាត shortage នៅប្រទេសអូស្ត្រាលីហើយការងារទាំង20ដែលខ្ញុំបាននិយាយមិញហ្នឹងគឺផ្អែកទៅលើការស្រាវជ្រាវរបស់